លោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយទៅលើមុខវិជ្ជា Green Innovation ដែលតាក់ទងទៅនឹងមេរៀន Industrial Revolution ឬមួយក៏យើងហៅថាជាបដិវត្តន៍ឧស្សាហកម្មចូលមកដល់មេតិកាសំខាន់ៗរបស់យើងគឺមាន3ដូចទី1គឺយើងនឹងធ្វើការ identify ឬមួយក៏ធ្វើការបកស្រាយអំពីនិយមន័យរបស់បដិវត្តន៍ឧស្សាហកម្មទី2យើងនឹងផ្ដល់ឲ្យអ្នកទាំងអស់គ្នានៅព័ត៌មានសំខាន់ៗដែលតាក់ទងទៅនឹងបដិវត្តន៍ឧស្សាហកម្មហើយនឹងផលដែលបានផលអវិជ្ជមានឬមួយក៏វិជ្ជមានដែលបានមកពីបដិវត្តន៍ឧស្សាហកម្មនៅក្នុងសង្គមមនុស្សបច្ចុប្បន្នអញ្ចឹងមុនដំបូងគឺយើងនិយាយអំពីនិយមន័យរបស់បដិវត្តន៍ឧស្សាហកម្មតើអ្វីទៅគឺជាបដិវត្តន៍ឧស្សាហកម្មបដិវត្តន៍ឧស្សាហកម្មគឺជាដំណាក់កាលនៃការផ្លាស់ប្ដូរធំមួយដែលសង្គមបានផ្លាស់ប្ដូរពីការធ្វើកសិកម្មនិងការផលិតដោយដៃទៅជាការផលិតដោយម៉ាស៊ីនការបង្កើតរោងចក្រនិងបច្ចេកវិទ្យាថ្មីៗដែលវាធ្វើឲ្យមានការរីកចម្រើនទៅលើខាងសេដ្ឋកិច្ចនិងសង្គមគិច្ចយ៉ាងឆាប់រហ័សមានន័យថាជាការផ្លាស់ប្ដូរពីការធ្វើដោយកម្លាំងពលកម្មមនុស្សដោយដៃទៅជាម៉ាស៊ីននេះយើងហៅថាជាបដិវត្តន៍ឧស្សាហកម្មដោយដែលអ្នកទាំងអស់គ្នាធ្លាប់ឮហើយថាបដិវត្តន៍ឧស្សាហកម្មមានចំនួន4រហូតមកដល់ពេលបច្ចុប្បន្នគឺបដិវត្តន៍ឧស្សាហកម្ម 1.0 2.0 3.0 និង 4.0 អញ្ចឹងយើងនឹងស្វែងយល់កាន់តែច្បាស់ថាតើបដិវត្តន៍ឧស្សាហកម្មទាំង4ហ្នឹងមានយ៉ាងដូចម្តេចខ្លះចំពោះបដិវត្តន៍ឧស្សាហកម្ម 1.0 គឺជាបដិវត្តន៍ឧស្សាហកម្មដែលគេនិយាយអំពីយន្តោបនីយកម្មឬមួយក៏យើងហៅវាថាជា mechanization តាក់ទងជាមួយនឹងគ្រឿង mechanic និងគ្រឿងចក្រផ្សេងៗដែលវាចាប់ផ្ដើមឡើងនៅចុងសតវត្សទី18ប្រហែលឆ្នាំ1760នៅក្នុងចក្រភពអង់គ្លេសរូបភាពដែលអ្នកទាំងអស់គ្នាបានឃើញនេះគឺជាម៉ាស៊ីនដាដោយចំហាយទឹកដែលបង្កើតឡើងដោយលោក James Watt វាគឺជារបបកំហើញដ៏សំខាន់មួយនៅក្នុងបដិវត្តន៍មួយនេះហើយបដិវត្តន៍ឧស្សាហកម្មមួយនេះគឺបានផ្ដល់នៅភាពងាយស្រួលដល់មនុស្សជាច្រើនដោយមនុស្សមិនចាំបាច់ប្រើកម្លាំងទៀតទេគឺពួកគាត់អាចប្រើជាម៉ាស៊ីនផ្សេងៗហើយវាក៏បានផ្ដល់នៅផលងាយស្រួលដល់មនុស្សនៅក្នុងការធ្វើដំណើរដូចជាម៉ាស៊ីនដាដោយចំហាយទឹកនៅក្នុងក្បាលរបស់រថភ្លើងឬមួយក៏កប៉ាល់ដែលបានដែលវាធ្វើឲ្យការធ្វើដំណើររបស់មនុស្សកាន់តែងាយស្រួលនិងលឿនឆាប់រហ័សទេផងលទ្ធភាពរបស់វាគឺធ្វើឲ្យមនុស្សងាយស្រួលជាងមុនធ្វើការបានច្រើនជាងមុនហើយក៏ធ្វើឲ្យទំនិញចុះថោកដែរដោយសារតែទំនិញផលិតបានច្រើនអញ្ចឹងហើយក៏វាចុះថោកតាមនឹងដែរចូលមកដល់បដិវត្តន៍ឧស្សាហកម្មទី2គឺជាបដិវត្តន៍ឧស្សាហកម្មដែលតាក់ទងទៅនឹងអគ្គិសនីបដិវត្តន៍ឧស្សាហកម្មថាមពលអគ្គិសនីនេះគឺរកឃើញនៅក្នុងកំឡុងឆ្នាំ1870ដល់ឆ្នាំ1914ដោយសហរដ្ឋអាមេរិកហើយវាផ្ដោតសំខាន់ទៅលើការផលិតផលបានយ៉ាងច្រើននិងថាមពលអគ្គិសនីដូចជាអំពូលភ្លើងខ្សែភ្លើងអីផ្សេងៗហើយជាពិសេសគឺគេផ្ដោតសំខាន់ទៅលើខ្សែចង្វាក់ផលិតកម្មដែលគេហៅថាជា assembly line ហ្នឹងគឺបង្ហាញពីខ្សែចង្វាក់ផលិតកម្មដែលរកឃើញដោយលោក Henry Ford ដោយគេប្រើប្រាស់នៅក្នុងរោងចក្រឡានដោយកាត់បន្ថយការផលិតឡានហ្នឹងក្នុងរយៈពេលមួយដ៏ច្រើនមែនទែនដោយការពីមុននឹងគេរកឃើញរបបកំហើញហ្នឹងគឺវាត្រូវការផលិតដល់ទៅ12ម៉ោងប៉ុន្តែដោយក្រោយការរកឃើញរបបកំហើញហ្នឹងហើយគឺគេត្រូវចំណាយពេលត្រឹមតែ90នាទីដើម្បីធ្វើឡានមួយហ្នឹងតាមរយៈខ្សែពានដូចយើងនៅក្នុងរោងចក្រអញ្ចឹងហើយគុណសម្បត្តិរបស់វាគឺវាធ្វើឲ្យមានផលិតភាពកាន់តែខ្ពស់លឿននិងរហ័សទាន់ចិត្តហើយបន្ទាប់ពីយើងបានឆ្លងកាត់យកសម័យផលិតកម្មទ្រង់ទ្រាយធំនៃចំនួន2.0 រួចមកពិភពលោកក៏បានឈានចូលដល់របត់ដ៏សំខាន់មួយទៀតនៅចុងសតវត្ស1960ពោលគឺនៅឆ្នាំ1970ជាងអីហ្នឹងគឺបានកាត់ឡើងនៅបដិវត្តន៍ Digital មួយទៀតឬក៏គេហៅថាជាឧស្សាហកម្ម 3.0 ដែលរកឃើញនៅក្នុងសហរដ្ឋអាមេរិកជប៉ុនហើយនិងអឺរ៉ុបដែលវាផ្ដោតសំខាន់ទៅលើបច្ចេកវិទ្យា Digital តាក់ទងទៅនឹងកុំព្យូទ័រហើយនិងប្រូក្រាមផ្សេងៗដែលគេហៅវាថាគឺជាការកាត់ឡើងនៃស្វ័យប្រវត្តិកម្មឬមួយក៏ automation វាគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រមនុស្សដែលចាប់ផ្ដើមប្រើប្រាស់កុំព្យូទ័រនិងប្រព័ន្ធអេឡិចត្រូនិកដូចជា PLC ដើម្បីបញ្ជានៅគ្រឿងចក្រជំនួសឲ្យការបញ្ជាដោយដៃរបស់មនុស្សផ្ទាល់អញ្ចឹងមានន័យថានៅក្នុងបដិវត្តន៍នេះគឺមនុស្សលែងត្រូវការបញ្ជាម៉ាស៊ីនផ្ទាល់ទៀតហើយគឺយើងគ្រាន់តែប្រើប្រាស់កម្មវិធីកុំព្យូទ័រដើម្បីរៀបចំទុកជាមុនហើយបញ្ជាទៅលើម៉ាស៊ីនផ្សេងៗឥឡូវនេះយើងចូលមកដល់បដិវត្តន៍ឧស្សាហកម្មចំនួនទី4ឬមួយក៏គេហៅថាជាបដិវត្តន៍ឧស្សាហកម្ម
នៃ digital ដូចគ្នាតែវាជាប្រភេទ AI ឬមួយក៏យើងហៅវាថាជាបញ្ញាសិប្បនិម្មិត 4.0 វាបានរកឃើញឡើងនៅក្នុងឆ្នាំ2011ដោយប្រទេសអាល្លឺម៉ង់ហើយវាផ្ដោតសំខាន់ទៅលើ digital និងភាពឆ្លាតវៃរបស់ system វាស្រដៀងគ្នាទៅនឹងបដិវត្តឧស្សាហកម្ម 3.0 ដែរប៉ុន្តែគឺវាមានភាពងាយស្រួលជាងត្រង់ថាបដិវត្តឧស្សាហកម្ម 4.0 នេះគឺវាមានភាពឆ្លាតវៃជាងហើយនឹងអាចនិយាយគ្នាបានមានន័យថាបដិវត្តឧស្សាហកម្ម 3.0 គឺយើងអាចត្រឹមតែកំណត់នៅ system ពន្វាបានទេប៉ុន្តែបដិវត្តឧស្សាហកម្ម 4.0 វាមានមុខងារស្រដៀងទៅនឹងមនុស្សដែរដែលអាចឆ្លើយតបទៅនឹងតម្រូវការដែលយើងចង់បានឧទាហរណ៍ដូចជានៅពេលបច្ចុប្បន្នហ្នឹងក៏យើងអាចឃើញនៅក្នុងការអប់រំសិក្សារបស់យើងក៏យើងបានប្រើប្រាស់ច្រើនទៅលើ ChatGPT ឬមួយក៏ Gemini អីផ្សេងៗសូម្បីតែក្នុងជីវភាពរស់នៅរបស់យើងក៏វាប្រែក្លាយទៅជាឆ្លាតវៃជាងមុនឧទាហរណ៍ដូចជា Smart Home ឬមួយក៏ឡានដែលបើកដោយខ្លួនឯងជាដើមអញ្ចឹងមានន័យថាបន្ទាប់ពីបដិវត្តឧស្សាហកម្ម 4.0 ហ្នឹងមកមនុស្សយើងក៏កាន់តែងាយស្រួលជាងមុនទៀតបច្ចេកវិទ្យាក៏កាន់តែទំនើបជាងនឹងដែរប៉ុន្តែជំនួសមកវិញដល់ភាពងាយស្រួលដែលមនុស្សបង្កើតឡើងនៅបដិវត្តឧស្សាហកម្មពីមួយចំនួនទៅមួយចំនួនពីមួយសម័យកាលទៅមួយសម័យកាលហ្នឹងក៏វាបានផ្ដល់នៅផលអវិជ្ជមានមួយចំនួនមកដល់ការរស់នៅរបស់យើងដែរអញ្ចឹងនៅក្នុងការបង្ហាញពីផលអវិជ្ជមានរបស់វាគឺយើងនឹងបង្ហាញនៅវីដេអូក្រោយមួយទៀតសូមអរគុណសូមជម្រាបលា